យមិត្តជាទីមេត្រីតើលោកអ្នកដឹងទេថានាពេលបច្ចុប្បន្ននេះផ្ទៃមេឃលែងជារបស់មនុស្សទៀតហើយសហរដ្ឋអាមេរិកទើបតែបានបញ្ចេញនូវអាវុធសម្ងាត់ដែលអាចផ្លាស់ប្ដូរមុខមាត់សង្គ្រាមអាកាសជារៀងរហូតនោះគឺ YFQ-42A និង YFQ-44A វាមិនមែនគ្រាន់តែជាយន្តហោះគ្មានមនុស្សបើកធម្មតានោះទេប៉ុន្តែវាគឺជាបញ្ញាសិប្បនិម្មិតដែលចេះហោះហើរថ្ងៃនេះយើងនឹងទៅពិនិត្យមើលថាតើកំពូលដ្រូនទាំងពីរនេះមានសមត្ថភាពបំបាំងកាយនិងវាយប្រហារកម្រិតណាទើបធ្វើឲ្យមហាអំណាចជុំវិញពិភពលោកកំពុងតាមដានដោយក្តីបារម្ភដូច្នេះកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានជាមួយនឹងការរៀបរាប់អំពីលក្ខណៈពិសេសនៃសមត្ថភាពនិងបច្ចេកវិទ្យារបស់យន្តហោះគ្មានមនុស្សបើកទាំងពីរប្រភេទនេះដូចតទៅ1 YFQ-42A រូបរាងរបស់វាត្រូវបានបង្ហាញជាសាធារណៈនៅក្នុងព្រឹត្តិការណ៍តាំងពីព្រោះការពារជាតិធំៗដូចជា DIMDEX 2026ដែលមានលក្ខណៈសម្បត្តិសំខាន់ៗដូចជាទំហំនិងរូបរាងទូទៅទំហំប៉ុនយន្តហោះចម្បាំងទោះបីជាវាជាដ្រូនក៏ដោយប៉ុន្តែវាមានទំហំធំប្រហាក់ប្រហែលនឹងយន្តហោះចម្បាំងដែលមានមនុស្សបើកដែរផ្នែកខាងមុខរបស់វាមានរាងរលោងគ្មានកញ្ចក់កាប៊ីនឡើយដែលធ្វើឲ្យវាមើលទៅប្លែកពីយន្តហោះចម្បាំងធម្មតាវាមានតួខ្លួនវែងនិងមានរាងប៉ងបន្តិចនៅផ្នែកខាងមុខសម្រាប់ផ្ទុកប្រព័ន្ធរ៉ាដានិងសេនស័រស្លាបរបស់វាមានលក្ខណៈស្ដើងវែងនិងមានមុំបត់ទៅក្រោយយ៉ាងខ្លាំងកន្ទុយរាងអក្សរ V វាប្រើប្រាស់កន្ទុយ2ដែលបញ្ឈររាងជាអក្សរ V និងផ្ទៃខាងក្រៅរលោងកន្លែងដាក់អាវុធខាងក្នុងយន្តហោះនេះមិនព្យួរគ្រាប់មីស៊ីលនៅក្រោមស្លាបដោយយន្តហោះចាស់ទេប៉ុន្តែវាលាក់ទុកក្នុងថតខាងក្នុងតួខ្លួនវាមានជើង3ដែលត្រូវបានរចនាឡើងយ៉ាងរឹងមាំសម្រាប់ចោះចតលើផ្លូវបត់ដែលមិនសូវល្អឬមានចម្ងាយខ្លី YFQ-42A ត្រូវបានគេមើលឃើញថាជាយន្តហោះគ្មានមនុស្សបើកដែលមានរាងកាយនិងទំនើបបំផុតយន្តហោះ YFQ-42A ឬត្រូវបានគេស្គាល់ថាជា Collaborative Combat Aircraft គឺជាយន្តហោះចម្បាំងគ្មានមនុស្សបើកចំនួនថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន GAASI សម្រាប់កងទ័ពអាកាសអាមេរិកហើយនេះគឺជាសមត្ថភាពបច្ចេកវិទ្យារបស់វាសមត្ថភាព YFQ-42A ត្រូវបានរចនាឡើងជាដៃគូហោះហើរដ៏ស្មោះត្រង់ដើម្បីហោះហើរអមនិងគ្រប់គ្រងយន្តហោះចម្បាំងដែលមានមនុស្សបើកដូចជា F-35 S-22 និងយន្តហោះចម្បាំងចំនួនទី6 NGAD វាដើរតួជាឡានដឹកមីស៊ីលឬ Missile Truck ដោយវាដឹកអាវុធបន្ថែមសម្រាប់យន្តហោះមេនិងអាចធ្វើការវាយប្រហារធ្វើចរកម្ម ISR ឬប្រើប្រាស់ប្រព័ន្ធរំខានរ៉ាដាវាមានថតផ្ទុកអាវុធក្នុងខ្លួនដែលអាចផ្ទុកមីស៊ីលអាកាសទៅអាកាសប្រភេទ AIM-120 AMRAAM ចំនួន2គ្រាប់ចម្ងាយហោះហើរអាចហោះហើរបានក្នុងចម្ងាយជាងប្រហែល 1300 គីឡូម៉ែត្រការចុះចតបំពាក់ដោយប្រព័ន្ធកង់ដែលអាចចុះចតលើផ្លូវលំឬផ្លូវខ្លីៗដែលស័ក្តិសមសម្រាប់យុទ្ធសាស្ត្រពង្រាយទ័ពលឿនចំពោះបច្ចេកវិទ្យាយន្តហោះនេះប្រើប្រាស់បច្ចេកវិទ្យាឈានមុខគេដើម្បីកាត់បន្ថយការចំណាយនិងបង្កើនប្រសិទ្ធភាពដូចជាបញ្ញាសិប្បនិម្មិត AI និងស្វ័យភាពប្រើប្រាស់ប្រព័ន្ធបញ្ជាស្វ័យប្រវត្តិកម្រិតខ្ពស់ដែលអនុញ្ញាតឲ្យវាធ្វើការសម្រេចចិត្តក្នុងសមរភូមិដោយខ្លួនឯងឬតាមការបញ្ជាពី Pilot ក្នុងយន្តហោះចម្បាំងក្បែរនោះបច្ចេកវិទ្យាបំបាំងកាយរូបរាងរបស់វាត្រូវបានរចនាឡើងដើម្បីបំបាំងកាយពីរ៉ាដាដែលមានកម្រិតប្រហាក់ប្រហែលនឹងយន្តហោះ F-35 ការរចនាបែប Digital អភិវឌ្ឍឡើងតាមរយៈ Digital Engineering ដែលអនុញ្ញាតឲ្យការផលិតមានភាពរហ័សនិងអាចផ្លាស់ប្ដូរគ្រឿងបន្លាស់បានយ៉ាងងាយស្រួលដែលមានគ្រឿងបន្លាស់ដូចគ្នា 80% ជាមួយយន្តហោះគំរូ HQ-67A ចំពោះស្ថានភាពនិងតម្លៃយន្តហោះ YFQ-42A ស្ថិតក្នុងដំណាក់កាលធ្វើតេស្តហោះហើរយ៉ាងសកម្មនិងកំពុងត្រៀមខ្លួនសម្រាប់ការសម្រេចចិត្តផលិតទ្រង់ទ្រាយធំតម្លៃប៉ាន់ស្មានតម្លៃក្នុងមួយគ្រឿងត្រូវបានកំណត់ចន្លោះពី25ទៅ30លានដុល្លារអាមេរិកវាមានតម្លៃទាបជាងយន្តហោះ F-35 ប្រហែល 3 ទៅ 4 ដងដែលធ្វើឲ្យកងទ័ពអាកាសអាចទិញបានក្នុងចំនួនច្រើនដើម្បីយកទៅប្រថុយក្នុងតំបន់គ្រោះថ្នាក់ជំនួសឲ្យជីវិតមនុស្សផែនការផលិតកងទ័ពអាកាសអាមេរិកគ្រោងនឹងផលិតយន្តហោះប្រភេទនេះយ៉ាងតិច 1000 គ្រឿងដើម្បីពង្រឹងកម្លាំងអាកាសរបស់ខ្លួនជារួម YFQ-42A គឺជាបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្ដូរមុខមាត់នៃសង្គ្រាមអាកាសដោយប្ដូរពីការប្រើប្រាស់តែយន្តហោះចម្បាំងតម្លៃថ្លៃៗមកជាការប្រើប្រាស់ហ្វូងដ្រូនចម្បាំងដែលមានសមត្ថភាពខ្ពស់និងតម្លៃសមរម្យវិញ2 YFQ-44A មានរូបរាងនិងលក្ខណៈដូចជាគ្មានកន្ទុយ YFQ-44A មិនមានកន្ទុយបញ្ឈរដោយយន្តហោះធម្មតាទេវាមានរាងជាស្លាបហោះទាំងមូលស្រដៀងទៅនឹងយន្តហោះទម្លាក់គ្រាប់បែក B-21 Raider ឬ Drone H-47B តួខ្លួននិងស្លាបរបស់វាត្រូវបានរចនាឲ្យរលាយចូលគ្នាជាផ្ទៃតែមួយដែលធ្វើឲ្យវាមើលទៅដូចជាត្រីបបែលឬត្រីកោណសំប៉ែតស្លាបវែងខ្លាំងបើធៀបនឹង YFQ-42A ស្លាបរបស់ YFQ-44A មាន
ប្រវែងវែងជាងគ្មានអាវុធនៅខាងក្រៅវាគ្មានកន្លែងព្យួរមីស៊ីលនៅក្រោមស្លាបលើយរឹតឧបករណ៍អេឡិចត្រូនិកសម្រាប់វាយប្រហារតាមប្រព័ន្ធ Cyber ឬរំខានរ៉ាដាសត្រូវគឺត្រូវបានដាក់ក្នុងថតខាងក្នុងទាំងអស់ YFQ-42A មានរូបរាងដូចជាអ្នកប្រយុទ្ធដែលហោះលឿននឹងកាយរីឯ YFQ-44A មានរូបរាងដូចជាខ្មោចលងដែលមានរាងសំប៉ែតរលោងនិងគ្មានជ្រុងជ្រោយសម្រាប់យន្តហោះ YFQ-44A វាគឺជាផ្នែកមួយនៃកម្មវិធី Collaborative Combat Aircraft ដែលជាជំហានបន្ទាប់ពី YFQ-42A YFQ-44A ត្រូវបានគេស្គាល់ថាជាគំរូយន្តហោះចម្បាំងគ្មានមនុស្សបើក្នុងដំណាក់កាលទី2ដែលផ្ដោតលើសមត្ថភាពខ្ពស់ជាងមុននិងបច្ចេកវិទ្យាកាន់តែស្មុគស្មាញហើយនេះគឺជាសមត្ថភាពនិងបច្ចេកវិទ្យារបស់វាសមត្ថភាពរបស់ YFQ-44A ត្រូវបានអភិវឌ្ឍឡើងដើម្បីបំពេញចន្លោះខ្វះខាតនៃដ្រូនជំនាន់ដំបូងដោយផ្ដោតលើល្បឿននិងភាពបត់បែនខុសពី YFQ-42A ដែលផ្ដោតលើការដឹកជញ្ជូនគ្រាប់រីឯ YFQ-44A គឺផ្ដោតលើល្បឿនលឿនជាងសំឡេងនិងសមត្ថភាពធ្វើសមយុទ្ធក្នុងអាកាសខ្ពស់ដើម្បីអាចហោះហើរអមយន្តហោះ NGAD ចំនួនទី6បានទាន់ពេលការប្រយុទ្ធតាមអាកាស Air to Air Combat វាមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធគ្នាក្នុងចម្ងាយគៀដោយប្រើប្រាស់ AI កម្រិតខ្ពស់សមត្ថភាពបបាំងកាយរូបរាងរបស់វាត្រូវបានកែលម្អឲ្យកាន់តែពិបាកចាប់បានដោយរ៉ាដាសូម្បីរ៉ាដាដែលមានប្រេកង់ទាបក៏ដោយវាអាចបដូរគ្រឿងបន្លាស់តាមតម្រូវការបានយ៉ាងលឿនដូចជាការបដូរពីការដឹកមីស៊ីលទៅជាការបំពាក់ឧបករណ៍ឆ្លូបយោកាឬអាវុធឡាស៊ែរចំពោះបច្ចេកវិទ្យាដែលបំពាក់លើ YFQ-44A រួមមានខួរក្បាលស្វ័យភាពប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនផ្នែកទន់ឯកទេសដូចជា Zeal AI ឬ EPSI ដែលអនុញ្ញាតឲ្យយន្តហោះធ្វើការវាយសម្រុកជាហ្វូងដោយមិនបាច់មានការបញ្ជាពីមនុស្សគ្រប់វិនាទី Open Mission System ប្រព័ន្ធកុំព្យូទ័របើកចំហដែលអនុញ្ញាតឲ្យកងទ័ពអាកាសដំឡើងកម្មវិធីថ្មីៗបានភ្លាមៗដូចជាការអាប់ដេតទូរស័ព្ទដៃដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រសត្រូវថ្មីៗ Multi-spectral Sensor បំពាក់ sensor ដែលអាចមើលឃើញទាំងកម្ដៅនិងរ៉ាដាអេឡិចត្រូនិកដែលផ្ដល់ទិន្នន័យច្បាស់លាស់ទៅឲ្យយន្តហោះ F-35 ឬ F-22 ជាមេបញ្ជាការរីឯតម្លៃដោយសារវាជាយន្តហោះដែលមានបច្ចេកវិទ្យាខ្ពស់ជាងនិងលឿនជាង model មុនតម្លៃរបស់វាមានការកើនឡើងបន្តិចតម្លៃក្នុងមួយគ្រឿងត្រូវបានគេប៉ាន់ស្មានថាស្ថិតក្នុងចន្លោះពី35ទៅ45លានដុល្លារអាមេរិកទោះបីជាថ្លៃជាង YFQ-42A ដែលមានតម្លៃប្រហែល25ទៅ30លានដុល្លារក៏ដោយក៏ YFQ-44A នៅតែមានតម្លៃថោកជាងពាក់កណ្ដាលនៃយន្តហោះ F-35 ដែលមានតម្លៃប្រហែល80ទៅ100លានដុល្លារកងទ័ពអាកាសអាមេរិកទទួលយកតម្លៃនេះព្រោះវាជាយន្តហោះដែលអាចបូជាបានមានន័យថាបើទោះជាសត្រូវបាញ់ធ្លាក់ក៏វាមិនខាតបង់ថវិកាច្រើនពេកនិងមិនបាត់បង់ជីវិតអ្នកបើកបរឡើយជារួមប្រសិនបើ YFQ-42A គឺជាឡានដឹកគ្រាប់ស្វ័យប្រវត្តិនោះ YFQ-44A គឺជាអ្នកប្រយុទ្ធវៃឆ្លាតបំបាំងកាយយន្តហោះនេះតំណាងឲ្យឧត្តមភាពបច្ចេកវិទ្យាយោធាដែលរួមបញ្ចូលគ្នារវាងកម្លាំងម៉ាស៊ីននិងបញ្ញាសិប្បនិម្មិតដើម្បីគ្រប់គ្រងលំហអាកាសក្នុងសមរភូមិទំនើបសូមអរគុណចំពោះការតាមដានរបស់លោកអ្នក